អូហយស្ងួយទៀតហើយស្ងួយទៀតហើយបងប្អូនស្ងួយទៀតហើយស្ងួយទៀតហើយហ៎តែនេះបងប្អូនខ្ញុំគាត់ឆ្នៃឆាព្រៃសាច់ជ្រូកបងប្អូនជ្រូកហ្នឹងសាច់ជ្រូកអីគេសាច់ជ្រូក3ជាន់3ជាន់មួយពេញផ្ទះតែម្ដងយើងអត់មានសាច់មាន់មានតែសាច់ជ្រូក3ជាន់គល់ស្លឹកគ្រៃបន្តិចទៅស្លឹកក្រូចបន្តិចរំដេងបន្តិចម្ទេសខ្ទឹមមកយើងអាចឆាព្រៃសាច់ជ្រូក3ជាន់បានហើយបងជាមួយនឹងម្រះព្រៅណារសជាតិតែបងប្អូនតែខ្លាំងមកនេះហើយនេះយើងរំលីងគល់ស្លឹកគ្រៃរបស់យើងឲ្យឈ្ងុយប៉ុណ្ណេះហើយរសជាតិបាយអស់ពីឆ្នាំទៀតហើយនេះចាំជួយហិតណាហិតទៅដល់បើពេលផ្ដាសាយវិញពិបាកធ្វើម្ហូបណាបងប្អូនព្រោះខ្ញុំពីការភ្នែកអញ្ចឹងវាត្រូវការច្រមុះដើម្បីហិតក្លិនដែរណាដល់ពេលយើងហិតអត់ដឹងអីអញ្ចឹងបាត់ក្លិនបាត់អីអញ្ចឹងតើឲ្យប្តីជួយហិតពេលធ្វើម្ហូបបងឈ្ងុយនៅឈ្ងុយហើយបើដាក់គ្រឿងចូលបន្ទាប់សម្លេងហិតស្អីក៏ដឹងដែរអញ្ចឹងរហូតដល់អ្នកខ្លះគេថាដូចណាអីគេបកកាយហិតដូចសំណក់ហិតនេះណាទៅប្រៀបពីគ្នាអញ្ចឹងទៅឆ្លក់បានផលនៅចិត្តទៅដាក់សាច់ចូលហ្នឹងយើងថែមគ្រឿងថែមអីឲ្យចូលជាតិគ្នាហើយគឺយើងបង់ម្រះព្រៅកាយវាអស់បងម្រះព្រៅចូលត្រឡប់វា2 3ត្រឡប់មកកើតជាឆាព្រៃសាច់ជ្រូក3ជាន់ឬក៏ហៅថាឆាគល់ស្លឹកគ្រៃក៏បានណាអានេះបានធំក្លិនម្រះព្រៅពិតតែបងមួយហើយទៅមួយនៅមួយម្រះព្រៅហើយអូខេបងប្អូនទាំងអស់គ្នាតែប៉ុណ្ណេះមកយើងដួសដាក់ចានរៀបចំញ៉ាំជាការស្រេចពុកម៉ែបងប្អូនទាំងអស់គ្នាសម្រាប់ស្ត្រីមេផ្ទះរបស់យើងគឺមានការងាររវល់ច្រើនណាស់ក្រៅពីចក្រានចានឆ្នាំងធ្វើម្ហូបដាំបាយយើងមានបោសផ្ទះជូតផ្ទះបោកគក់សម្លៀកបំពាក់ហើយបើមានអូនតូចទៀតណាគឺកាន់តែរវល់ខ្លាំងមែនតើឥឡូវនេះគឺខ្ញុំណែនាំជាមួយនឹងផលិតផល brand របស់កូនខ្មែរដើម្បីឲ្យបងប្អូនយកទៅធ្វើជាជំនួយការធានាថាប្រើប្រាស់ទៅទទួលបានគុណភាពខ្ពស់និងមានប្រសិទ្ធភាពតែម្ដងអានេះគឺជាផលិតផល brand យកចិត្តចា brand យកចិត្តនេះគឺផលិតផលរបស់ខ្មែរយើងដែលជាប្រភេទសាប៊ូទឹកបោកគក់សម្លៀកបំពាក់សម្រាប់មនុស្សចាស់ធានាជូនថាក្លិនក្រអូបចាប់សម្លៀកបំពាក់ហ្មងហើយពិសេសគឺធ្វើឲ្យសម្លៀកបំពាក់របស់យើងទន់ភ្លឺចាញ់ចាំងបងប្អូនដូចថ្មីអញ្ចឹងណាសម្រាប់បងប្អូនដែលគាត់យកទៅប្រើប្រាស់យើងមានអានេះចំណុះ3លីត្របងប្អូនដែលខ្ញុំលើកបង្ហាញហ្នឹងណាហើយយើងមាន brand ញញឹមគឺ brand សម្រាប់អូនតូចប្រើប្រាស់ចា brand សម្រាប់កូនង៉ែតកូនងាអញ្ចឹងយើងមានផលិតផលសាប៊ូលាងដបនិងសាប៊ូបោកគក់សម្លៀកបំពាក់សម្រាប់ក្មេងៗណាអានេះគឺជាផលិតផល organic 100% ចានេះគឺសម្រាប់លាងដបអានេះចំណុះតូចណាយើងមានចំណុះតូចមានចំណុះធំដែលខ្ញុំលើកបង្ហាញនេះគឺចំណុះតូចនេះលាងដបម៉ាក់យកទៅទិញលាងដបឲ្យអូនតូចហ្នឹងគឺធានាជូនថាសុវត្ថិភាព 100% ហើយអានេះគឺជាផលិតផល brand ញញឹមសម្រាប់កូនក្មេងដែរគឺបោកគក់សម្លៀកបំពាក់ឲ្យអូនតូចចាយើងមានចំណុះតូចចំណុះធំនេះគ្នាហើយខ្ញុំលើកបង្ហាញនេះគឺចំណុះតូចអញ្ចឹងបងប្អូនអាចសាកល្បងប្រើប្រាស់ចូលរួមគ្រប់គ្រងផលិតផលខ្មែរទាំងអស់គ្នាណាជាមួយនឹង brand ញញឹមនិង brand យកចិត្តអាចសាកសួរព័ត៌មានលម្អិតបាននៅpage ចាឬក៏ Telegram ដែលយើងខ្ញុំនឹងធ្វើការតម្លាក់ link នៅខាងក្រោមវីដេអូណាបងប្អូន